ប្រសិនបើនិយាយពីយន្តហោះចម្បាំងដែលល្បីល្បាញបំផុតក្នុងសម័យសង្គ្រាមត្រជាក់និងជាគូប្រជែងដ៏ស័ក្តិសមបំផុតរបស់ F-16 របស់អាមេរិកនោះគឺគ្មានអ្វីក្រៅពី Mikoyan MiG-29 ឬដែល NATO ហៅថា Fulcrum នោះទេវាគឺជាយន្តហោះចម្បាំងធុនស្រាលដែលមានសមត្ថភាពបត់បែនខ្ពស់មិនគួរឲ្យជឿហើយធ្លាប់ជាឆ្អឹងខ្នងនៃកងទ័ពអាកាសសូវៀតតើ MiG-29 មានអាចកម្បាំងអ្វីខ្លះហើយហេតុអ្វីបានជាវានៅតែបន្តប្រើប្រាស់ក្នុងប្រទេសជាង20រហូតមកដល់សព្វថ្ងៃសូមស្វាគមន៍មកកាន់ The Funding Times ហើយថ្ងៃនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នានៅទសវត្សរ៍ឆ្នាំ1970សហរដ្ឋអាមេរិកបានបញ្ចេញយន្តហោះ F-15 Eagle និង F-16 Fighting Falcon ដែលធ្វើឲ្យសូវៀតបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ឧត្តមភាពផ្លូវអាកាសដើម្បីឆ្លើយតបការិយាល័យរចនា Mikoyan បានបង្កើត MiG-29 ឡើង MiG-29 ត្រូវបានរចនាឡើងជាយន្តហោះចម្បាំងការពារដែនអាកាសជួរមុខឬ Frontline Air Superiority Fighter ចំណុចពិសេសរបស់វាគឺ1ម៉ាស៊ីនភ្លើង Twin Engines វាបំពាក់ម៉ាស៊ីន Klimov RD-33 ចំនួន2ដែលផ្ដល់កម្លាំងរុញច្រានខ្លាំងនិងសុវត្ថិភាពជាង F-16 ដែលមានម៉ាស៊ីនតែមួយ2រាងអាកាស Dynamic តួរបស់វាត្រូវបានរចនាឲ្យមានរាងសំប៉ែតដើម្បីបង្កើនកម្លាំង lift ដែលអនុញ្ញាតឲ្យវាហោះហើរបានល្អសូម្បីតែក្នុងល្បឿនយឺតតោះនិយាយពីអាវុធវិញម្ដង MiG-29 បំពាក់ដោយកាំភ្លើងយន្ត GHS IH-30-1 ទំហំ30 មីលីម៉ែត្រមួយដើមនិងមានកន្លែងបំពាក់គ្រាប់ឬ hard points ចំនួន6ទៅ7នៅក្រោមស្លាបដែលអាចផ្ទុកមីស៊ីលបានរហូតដល់4តោនប៉ុន្តែអ្វីដែលធ្វើឲ្យ MiG-29 ក្លាយជាសុបិនអាក្រក់របស់បោះសញ្ញលោកនៅពេលនោះគឺ1មីស៊ីល R-73 ឬ AA-11 Archer ជាមីស៊ីលបាញ់កម្ដៅរយៈចម្ងាយជិតដែលអាចបាញ់បានគ្រប់ទិសដៅ2ប្រព័ន្ធ HMS ឬ Helmet Mounted Sight ពីលុត MiG-29 អាចគ្រាន់តែញាកក្បាលសម្លឹងមើលទៅសត្រូវហើយចុចបាញ់នោះមីស៊ីលនឹងហក់ទៅតាមគោលដៅនោះភ្លាមមិនចាំបាច់បង្វែរក្បាលយន្តហោះទៅរកសត្រូវឡើយបច្ចេកវិទ្យានេះហើយដែលធ្វើឲ្យអាមេរិកភ័យខ្លាចយ៉ាងខ្លាំងនៅទសវត្សរ៍ទី90 3ប្រព័ន្ធ ISRT ឬ Infrared Search and Track វាមានក្របភ្នែកនៅពីមុខកាប៊ីតដែលអាចចាប់សញ្ញាកម្ដៅរបស់សត្រូវដោយមិនចាំបាច់បើក radar ឬ radar ធ្វើឲ្យសត្រូវមិនដឹងខ្លួនថាគេកំពុងតាមដាននិយាយដល់ MiG-29 គឺត្រូវតែនិយាយពីក្បាច់ហោះដ៏ល្បីល្បាញគឺ Pugachev's Cobra ដោយសារតែម៉ាស៊ីនដ៏ខ្លាំងនិងការរចនាដ៏ល្អឥតភ្លេចពីលុតអាចទាញក្បាលយន្តហោះឡើងរហូតដល់110ដឺក្រេដើម្បីបន្ថយល្បឿនភ្លាមធ្វើឲ្យយន្តហោះសត្រូវដែលដេញពីក្រោយហោះហួសទៅមុខវិញល្បឿនអតិបរមារបស់វាគឺ Mach 2.25 ប្រហែល 2400 គីឡូម៉ែត្រក្នុង1ម៉ោងហើយអាចហោះបានកម្ពស់18គីឡូម៉ែត្រទោះបីជាស៊េរីដាមឬ MiG-29A មានបញ្ហារឿងរយៈចម្ងាយហោះខ្លីនិងរ៉ាដាមិនសូវខ្លាំងក៏តែរុស្ស៊ីបានអភិវឌ្ឍវាជាបន្តបន្ទាប់ដូចជា MiG-29K សម្រាប់ប្រើនៅលើនាវាផ្ទុកយន្តហោះដាក់ប្រើដោយរុស្ស៊ីនិងឥណ្ឌា MiG-29SMT បង្កើនចំណោះប្រេងនិងប្រព័ន្ធអេឡិចត្រូនិកទំនើប MiG-35 ជាចំនួនចុងក្រោយបំផុតដែលធំនើបបំផុតបច្ចុប្បន្នប្រទេសជាច្រើនដូចជារុស្ស៊ីឥណ្ឌាប៉ូឡូញនិងកូរ៉េខាងជើងនៅតែប្រើប្រាស់វាសរុបមក MiG-29 Fulcrum គឺជាស្ដេចនៃសមរភូមិអាកាសរយៈចម្ងាយជិតឬ Dogfight ទោះបីជាបច្ចេកវិទ្យារបស់វាចាញ់យន្តហោះចំនួនទី5ដូចជា F-35 ក៏តែនៅក្នុងដៃរបស់ពីលុតដ៏ជំនាញវាគឺជាគូប្រកួតដែលមិនអាចមើលងាយបានឡើយតើបងប្អូនយល់យ៉ាងណាដែរចំពោះ MiG-29 តើវាអាចយកឈ្នះ F-16 ក្នុងសមរភូមិពិតបានដែរឬអេសូមខមមិននៅខាងក្រោមហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីយោធាជួបគ្នានៅវីដេអូក្រោយ